ក្នុងយុគសម័យដែលពន្លឺព្រះធម៌កំពុងចែងចាំងពេញចម្ពោះទ្វីបគឺក្នុងរជ្ជកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាមផូសៈគ្រានោះមានព្រះរាជាម្នាក់ព្រះនាមព្រះបាទពុំពិសាទ្រង់មានព្រះទ័យជ្រះថ្លាបំផុតក្នុងព្រះពុទ្ធសាសនាព្រះអង្គបានចាត់ចែងឲ្យក្រុមញាតិសាច់សាលោហិតចិត្តដិតមួយក្រុមដែលមានចំនួនរាប់ពាន់នាក់ឲ្យទទួលបន្ទុកកិច្ចការដ៏វិសេសវិសាលមួយគឺការរៀបចំភត្តាហារនិងតេយ្យទានដើម្បីប្រគេនដល់ព្រះសង្ឃដែលមានព្រះពុទ្ធជាប្រធានក្រុមញាតិទាំងនោះមានសេចក្តីត្រេកអរណាស់រៀងរាល់ព្រឹកពួកគេតែងតែក្រៅពីព្រលឹមរៀបចំដាំស្លដងទឹកស្អាតបេះផ្កាភ្ញីនិងរៀបចំភ័ព្វភារយ៉ាងផ្ចិតផ្ចង់សំឡេងសូត្រធម៌និងក្លិនក្រអូបនៃម្ហូបអាហារបានភាយពាសពេញទីអារាមពួកគេត្រូវបានអ្នកស្រុកគោរពកោតខ្លាចថាជាអ្នកបម្រើរបស់ព្រះដែលមានសំណាងបំផុតប៉ុន្តែពេលវេលាកន្លងផុតយូរទៅចិត្តដែលធ្លាប់តែមានសទ្ធាជ្រះថ្លាចាប់ផ្ដើមប្រែពណ៌មោហៈសេចក្តីវង្វេងចាប់ផ្ដើមកើតមានឡើងពួកគេចាប់ផ្ដើមគិតថាម្ហូបអាហារទាំងនេះសុទ្ធតែជារបស់ល្អៗបើពួកគេភ្លក្សបន្តិចបន្តួចឬយកទៅឲ្យកូនចៅយើងខ្លះក៏មិនថ្មីដែរមើលទៅចុះសម្បត្តិសង្ឃមានច្រើនណាស់រាល់ថ្ងៃមុននឹងលើកចង្ហាន់ទៅប្រគេនព្រះសង្ឃពួកគេបានលួចដួសម្ហូបដែលឆ្ងាញ់ៗនិងសាច់ល្អៗយកមកបរិភោគជាលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយពួកគេហូបចុកយ៉ាងឆ្អែតឆ្អន់រួចហើយយកអាហារដែលនៅសេសសល់ទៅប្រគេនព្រះសង្ឃតាមក្រោយប្រាក់កាក់ដែលព្រះរាជាប្រទានមកសម្រាប់ទិញគ្រឿងសក្ការៈពួកគេបានលួចដកហូតយកមកទុកជារបស់ផ្ទាល់ខ្លួនពួកគេបានសាងសង់ផ្ទះសម្បែងយ៉ាងស្អាតមានបំពាក់គ្រឿងអលង្ការដែលបានមកពីការកេងប្រវ័ញ្ចបាយវត្តពេលដែលព្រះសង្ឃសម្ដែងធម៌អប់រំពួកគេបែរជាអង្គុយសោតជជែកគ្នាពីការស៊ីផឹកដោយមិនមានសេចក្តីអៀនខ្មាស់ឬខ្លាចរអាកម្មពីឡើយកំហុសដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេគឺការយល់ច្រឡំថាគ្មាននរណាដឹងប៉ុន្តែនៅក្នុងច្បាប់ធម្មជាតិរាល់គ្រាប់បាយមួយគ្រាប់ដែលពួកគេលួចស៊ីពីមាត់របស់ព្រះសង្ឃគឺប្រៀបបានដូចជាការលេបនៅគ្រាប់ដែកដ៏ក្តៅទុកក្នុងពោះភាពលោភលន់ដែលធ្វើឲ្យពួកគេងងឹតភ្នែកទោះបីជាមានអ្នកចេះដឹងដាស់តឿនយ៉ាងណាក៏ដោយពួកគេតបវិញដោយពាក្យចំអកលក់លើយថាធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបមើលចុះឥឡូវយើងមានផ្ទះធំមានបាយឆ្ងាញ់តើបាបនៅឯណាពួកគេមិនដឹងទេថាកងចក្រនៃកម្ពុជាកំពុងតែរំកិលមករកខ្លួនយ៉ាងយឺតលុះដល់ថ្ងៃអវសានជីវិតដួងវិញ្ញាណដែលពោរពេញដោយភាពខ្មៅងងឹតនៃលោភៈនេះមិនអាចហោះហើរទៅកាន់ឋានសួគ៌បានឡើយវាធ្ងន់ដូចជាធម្មតាដែលធ្លាក់ចុះទៅកាន់អវិជ័យនរកដែលជាកន្លែងចាប់ផ្ដើមទុក្ខនិវេទនាក្រោយពេលដែលដង្ហើមចុងក្រោយនៃក្រុមសាច់ញាតិល្មូបស៊ីទាំងនោះបានដាច់ទៅវិញ្ញាណរបស់ពួកគេមិនបានហោះហើរទៅកាន់សុគតិភពដូចដែលពួកគេធ្លាប់ស្រមៃនោះទេផ្ទុយទៅវិញពួកគេត្រូវបានកម្លាំងនៃអកុសលកម្មទាញទម្លាក់យ៉ាងលឿនចុះទៅកាន់ទីជម្រៅនៃស្ដេចយមរាជដំបូងឡើយពួកគេត្រូវធ្លាក់ទៅសោយទុក្ខវេទនាក្នុងអវិជ័យនរកដែលជាទីឋានដ៏ជ្រៅបំផុតនៅក្នុងទីនោះពួកគេត្រូវបានភ្លើងឆេះរੂរារាប់ម៉ឺនឆ្នាំសំឡេងសម្រែកធ្ងរព្រោះការជឿចាប់បានបន្លឺឡើងឥតដាច់សូរប៉ុន្តែគ្មាននរណាម្នាក់អាចជួយបានឡើយ
រាល់បាយមួយគ្រាប់ដែលពួកគេលួចស៊ីពីព្រះសង្ឃក៏คล้ายជាដុំដែកក្តៅក្រហមច្រាលដែលយមបាលច្រកចូលទៅក្នុងមាត់រាល់ទ្រព្យសម្បត្តិដែលពួកគេកេងប្រវ័ញ្ចคล้ายជាអាវុធមុតស្រួចចាក់ទម្លុះរូបរាងកាយពួកគេជារៀងរាល់ថ្ងៃលុះអស់កម្មពៀពីឋាននរកដែលជាកន្លែងដាក់ទោសដ៏ធ្ងន់ហើយពួកគេក៏ត្រូវមកកើតនៅក្នុងភពមួយទៀតដែលហៅថាភូមិប្រែតនេះជាដំណាក់កាលនៃការរងចាំដែលពោរពេញដោយភាពអៀនខ្មាស់និងភាពស្រែកឃ្លានជាអនន្តរូបរាងរបស់ពួកគេបានប្រែប្រួលទៅតាមកម្មដែលខ្លួនបានសាងរូបរាងដែលធ្លាប់តែមានសាច់ឈាមមាំមួនព្រោះតែការលួចស៊ីចង្ហាន់របស់ព្រះសង្ឃបានប្រែទៅជាខ្ពស់ញើមដូចដើមត្នោតស្បែកដណ្ដប់ឆ្អឹងមើលទៅដូចជាឈើដែលក្រៀមក្រោះគ្មានវិញ្ញាណមាត់ប៉ុនប្រហោងម្ជុលនេះគឺជាទណ្ឌកម្មនៃភាពល្មោបស៊ីមាត់របស់ពួកគេតូចចង្អៀតបំផុតដែលសំបីតែគ្រាប់បាយមួយគ្រាប់ក៏ពិបាកនឹងលេបចូលដែរនេះតំណាងឲ្យការដែលពួកគេធ្លាប់តែស៊ីឆ្អែតតែម្នាក់ឯងដោយមិនចែករំលែកនិងមិនគោរពដល់សិលធម៌ពោះរបស់ពួកគេធំខ្លាំងណាស់ប៉ុន្តែបែរជាគ្មានអ្វីនៅក្នុងនោះក្រៅពីភ្លើងកម្មដែលឆេះងំរលរាលជានិច្ចកាលបង្កឲ្យមានភាពស្រែកឃ្លានយ៉ាងខ្លាំងក្លាបំផុតរូបរាងកាយរបស់គេភាយក្លិនអាសោចព្រោះតែកាលពីជាតិមុនចិត្តរបស់ពួកគេស្អុយរលួយដោយសារតែការកុហកបោកប្រាស់នៅក្នុងឋានប្រែតនេះគ្មានពន្លឺព្រះអាទិត្យដែលផ្ដល់ភាពកក់ក្ដៅទេមានតែពន្លឺព្រះច័ន្ទដ៏ត្រជាក់ស្រេបនិងខ្យល់ព្យុះដែលបក់បោកមកធ្វើឲ្យការឈឺចាប់ដល់ឆ្អឹងពួកប្រែតទាំងនោះដើរអន្ទោប្រផាត់ប្រភីងកាត់តាមព្រៃភ្នំនិងវាលខ្សាច់ដ៏ក្តៅហួតហែងពេលខ្លះពួកគេក្រឡេកឃើញស្រះទឹកដ៏ថ្លាយង់នៅពីមុខប៉ុន្តែពេលដែលរត់ទៅដល់បំរុងនឹងដងទឹកផឹកទឹកនោះក៏ប្រែទៅជាពណ៌ក្រហមប្រែទៅជាឈាមឬខ្ទុះស្អុយរលួយភ្លាមពេលខ្លះឃើញដើមឈើមានផ្លែគួរឲ្យចង់ស៊ីប៉ុន្តែពួកគេទៅដល់ឈោងដៃបេះផ្លែនោះក៏ប្រែទៅជាគ្រឿងសព្វាវុធដ៏មុតស្រួចធ្លាក់មកចាក់ទម្លុះក្បាលនឹងខ្លួនពួកគេទៅវិញពួកគេតែងតែសួរគ្នាទៅវិញទៅមកទាំងទឹកភ្នែកថាតើពេលណាទើបយើងបានស៊ីបាយតើពេលណាទើបយើងអស់កម្មសំឡេងយំសោករបស់ពួកគេបានលាន់រំពងពេញពិភពងងឹតប៉ុន្តែគ្មានអាហារណាអាចមកជួយបន្ធូរបន្ថយភាពស្រែកឃ្លាននោះបានឡើយក្រៅតែពីផលបុណ្យដែលសាច់ញាតិឧទ្ទិសឲ្យតែប៉ុណ្ណោះពួកគេបានคลายទៅជាវិញ្ញាណដែលជាប់គាំងក្នុងចន្លោះនៃពិភពលោករងចាំដោយអស់សង្ឃឹមពីមួយកាប់ទៅមួយកាប់ពីមួយភពទៅមួយភពដើម្បីរងចាំថ្ងៃដែលញាតិរបស់ពួកគេនឹកឃើញហើយធ្វើបុណ្យបញ្ជូនកុសលឲ្យមកបន្ទាប់ពីបានសោយទុក្ខវេទនាយ៉ាងខ្លាំងក្លានៅក្នុងឋាននរកកងចក្រនៃកម្មផលបានរុញច្រានវិញ្ញាណខ្មៅងងឹតទាំងនោះឲ្យមកកើតក្នុងភពប្រែតប៉ុន្តែអ្វីដែលខ្លោចផ្សាបំផុតសម្រាប់ពួកគេមិនមែនមានតែការស្រែកឃ្លាននោះទេគឺការរងចាំដែលគ្មានទីបញ្ចប់ពេលវេលានៅក្នុងភពប្រែតខុសប្លែកពីភពមនុស្សមួយថ្ងៃនៅទីនោះប្រៀបបានដូចជារាប់រយឆ្នាំនៅទីនេះពួកគេបានរស់នៅឆ្លងកាត់ការរលាយសាបសូន្យនៃផែនដីមួយហើយកើតឡើងវិញនៅភពផែនដីថ្មីមួយទៀតអស់រយៈពេលទៅដល់92កាប់ក្នុងអំឡុងដ៏យូរអង្វែងនេះមានព្រះពុទ្ធជាច្រើនព្រះអង្គបានយាងមកត្រាស់
ដឹងនៅក្នុងលោកដើម្បីស្រោចស្រង់សត្វឲ្យរួចចាកទុក្ខពេលដែលព្រះសម្មាសម្ពុទ្ធព្រះនាមវិបស្សីត្រាស់ដឹងពួកប្រែតទាំងនោះបាននាំគ្នារត់ទៅក្រាបបង្គំទូលសួរទាំងទឹកភ្នែកថាបបិទ្ធព្រះអង្គដ៏ចម្រើនតើពេលណាទើបយើងបានស៊ីបាយតើពេលណាទើបកូនចៅយើងធ្វើបុណ្យឲ្យព្រះអង្គក្រវីព្រះសិរសាហើយមានព្រះពុទ្ធដីកាថាមិនទាន់ដល់ពេលទេអ្នកទាំងឡាយអើយចូលរងចាំទៅមុខទៀតចុះលុះដល់សម័យព្រះសម្មាសម្ពុទ្ធព្រះនាមសក្ខីនិងព្រះនាមវេស្សភូត្រាស់ដឹងពួកប្រែតក៏នៅតែបន្តសួរដដែលប៉ុន្តែចម្លើយដែលទទួលបានគឺមានតែពាក្យរងចាំតែប៉ុណ្ណោះការរងចាំរាប់លានឆ្នាំធ្វើឲ្យរូបកាយប្រែតកាន់តែក្រៀមក្រោះភ្នែករបស់ពួកគេខូងរុងជ្រៅដោយសារតែការយំសោករហូតមកដល់យុគកាលនៃព្រះពុទ្ធចុងក្រោយក្នុងកាប់នេះគឺព្រះសម្មាសម្ពុទ្ធសមណគោតមនៅពេលដែលព្រះអង្គត្រាស់ដឹងពួកប្រែតទាំងនោះក៏បានប្រមូលផ្ដុំគ្នាហោះហើរអណ្ដែតអណ្ដូងមកកាន់វត្តវេលវ័នពួកគេបានដឹងតាមរយៈញាណថាអតីតម្ចាស់ទានឬមេក្រុមដែលធ្លាប់តែចាត់ចែងចង្ហាន់កាលពី92កាប់មុននោះបានមកចាប់ជាតិជាព្រះបាទពុំពិសាលគ្រឿងរាជសម្បត្តិក្នុងរាជក្រឹសហើយនៅថ្ងៃដែលព្រះបាទពុំពិសាលបានជួបព្រះពុទ្ធជាលើកដំបូងពួកប្រែតមានចិត្តរំភើបញាប់ញ័រជាខ្លាំងពួកគេនាំគ្នាឈររងចាំនៅជុំវិញបរិវេណវត្តរងចាំមើលព្រះរាជាធ្វើបុណ្យពួកគេគិតថាថ្ងៃនេះហើយជាថ្ងៃដែលយើងបានរួចចាកទុក្ខថ្ងៃនេះហើយដែលបាយទឹកនឹងធ្លាក់មកដល់មាត់យើងប៉ុន្តែអ្វីមិនដូចការរំពឹងទុកឡើយនៅថ្ងៃដំបូងព្រះបាទពុំពិសាបានថ្វាយចង្ហាន់មែនប៉ុន្តែដោយសារតែចិត្តរបស់ទ្រង់រំភើបពេកក៏បានភ្លេចឧទ្ទិសកុសលដល់ពួកញាតិក្តីសង្ឃឹមដែលរងចាំអស់92កាប់បានប្រែជាភាពងងឹតសូន្យឈឹងក្នុងមួយរំពេចភ្នែកពួកប្រែតខកបំណងយ៉ាងខ្លាំងភាពស្រែកឃ្លានដែលសន្សំទុកមកចិត្ត100ផែនដីបានផ្ទុះឡើងជាការឈឺចាប់ដែលមិនអាចបរិយាយបានពួកគេមិនអាចអត់ទ្រាំបានទៀតទេទើបសម្រេចចិត្តរៀបចំផែនការបន្លឺសំឡេងលើងបន្លាចដើម្បីឲ្យព្រះរាជាដឹងខ្លួននៅពាក់កណ្ដាលអាធ្រាត្រនោះឯងផ្ទៃមេឃក្នុងក្រុងរាជក្រឹសហាក់ដូចជាមានសភាពខុសប្លែកពីធម្មតាខ្យល់បក់ត្រជាក់កាត់ព្រះបរមរាជវាំងនាំមកនៅក្លិនឆ្អាបអាសោចដែលមិនធ្លាប់មានពីមុនមកផ្កាយលើមេឃត្រូវបានបិទជិតដោយពពកខ្មៅងងឹតព្រះបាទពុំពិសាដែលកំពុងសម្រានលក់ក្នុងបន្ទប់ព្រះសិរីសច្ចាចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងព្រះហឫទ័យហាក់ដូចជាមានភ្នែករាប់ពាន់គូកំពុងសម្លឹងមកកាន់ទ្រង់ពិភពងងឹតរំពេចនោះសំឡេងមួយបានបន្លឺឡើងវាជាសំឡេងយំផងសោចផងនិងសំឡេងស្រែកធ្ងរយ៉ាងក្រលួចមិនមែនមានតែម្នាក់ទេប៉ុន្តែវាជាសំឡេងរាប់ពាន់នាក់ដែលបន្លឺឡើងស្របគ្នាសំឡេងនោះមិនមែនជាសំឡេងមនុស្សធម្មតាឡើយវាជាសំឡេងដែលចេញពីបំពង់កដ៏តូចរបស់ពួកប្រែតពពួកប្រែតដែលមានរូបរាងខ្ពស់ដូចដើមត្នោតភ្នែកលៀនទ្រមុះវែងនិងមាត់តូចប៉ុនប្រហោងម្ជុលបានចោមរោមជុំវិញព្រះរាជវាំងខ្លះតោងជញ្ជាំងខ្លះឈរនៅលើដំបូលខ្លះទៀតយំស្រែកនៅមាត់ទ្វារបន្ទប់សម្រានរូបភាពដ៏គួរឲ្យខ្លាច
ទាំងនោះបានលេចឡើងក្នុងសុបិននិងខ្លះលេចចេញជាស្រមោលអន្តកាលក្នុងទិដ្ឋភាពជាក់ស្ដែងព្រះបាទពំពិសាលទ្រង់ភ្ញាក់ដឹងខ្លួនទាំងព្រះកាយជោកជាំដោយញើសសម្រែកនោះនៅតែបន្លឺឡើងមិនឈប់មិនឈរទ្រង់មានព្រះទ័យតក់ស្លុតយ៉ាងខ្លាំងត្បិតអីទ្រង់ជាស្ដេចផែនដីដែលមានឫទ្ធានុភាពប៉ុន្តែចំពោះមុខអសុរកាយទាំងនេះទ្រង់ហាក់ដូចជាគ្មានអំណាចអ្វីដែលមកអាចទប់ទល់បានឡើយរហូតដល់ព្រលឹមស្រាងព្រះអង្គក៏ប្រញាប់ប្រញាល់យាងទៅកាន់វត្តវេលវ័នដើម្បីក្រាបបង្គំទូលសួរព្រះសម្មាសម្ពុទ្ធទាំងព្រះភ័ក្ត្រស្លេកស្លាំងបបិទ្ធព្រះអង្គដ៏ចម្រើនតើមានគ្រោះមហន្តរាយអ្វីនឹងកើតឡើងដល់ព្រះរាជបល្ល័ង្ករបស់ទូលបង្គំមែនឬទេហេតុអ្វីបានជាមានសម្រែកអមនុស្សដ៏គួរឲ្យខ្លាចយំស្រែកពេញមួយយប់បែបនេះព្រះពុទ្ធទ្រង់ញញឹមដោយក្តីមេត្តាហើយមានពុទ្ធដីកាថាមហារាជសូមកុំភ័យខ្លាចអីសម្រែកនោះមិនមែនជាប្រផ្នូលអាក្រក់សម្រាប់រាជសម្បត្តិរបស់អ្នកទេប៉ុន្តែវាជាសម្រែកនៃសេចក្តីស្រែកឃ្លានរបស់សាច់សាលោហិតកាលពីអតីតជាតិមុនពួកគេរងចាំអនុមោទនាផលបុណ្យពីអ្នកប៉ុន្តែដោយសារតែអ្នកមិនបានឧទ្ទិសឲ្យទៅពួកគេមកដាស់តឿនបែបនេះឬដូច្នោះព្រះបាទពំពិសាលក៏យល់ច្បាស់នៅមូលហេតុចិត្តដែលធ្លាប់តែភ័យខ្លាចបានប្រែជាសេចក្តីអាណិតអាសូរដល់ពពួកញាតិដែលរងចាំរងទុក្ខវេទនាព្រះអង្គក៏បានសម្រេចព្រះទ័យរៀបចំភត្តាហារដ៏អស្ចារ្យបំផុតម្ដងទៀតនៅថ្ងៃដែលដដែលនោះដើម្បីសង្គ្រោះវិញ្ញាណដែលកំពុងស្រែកឃ្លានទាំងនោះនៅចំពោះព្រះភ័ក្ត្រនៃព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃរាប់ពាន់អង្គព្រះបាទពំពិសាលបានចាប់ផ្ដើមធ្វើពិធីច្រោចទឹកអនុមោទនារាល់ពេលដែលទ្រង់ប្រគេនទាននិងឧទ្ទិសម្ដងបាតុភូតក៏កើតឡើងភ្លាមការឧទ្ទិសភត្តាហារព្រះរាជាពោលថាសូមឲ្យទាននេះបានដល់ញាតិទាំងឡាយរបស់ខ្ញុំស្រាប់តែបាយទឹកដ៏មានរសជាតិឈ្ងុយឆ្ងាញ់ពិសាបានលេចឡើងនៅចំពោះពពួកមុខប្រែតដែលធ្លាប់តែមានមាត់តូចប៉ុនប្រហោងម្ជុលក៏បានរីកធំល្មមនឹងអាចបរិភោគបានភាពស្រែកឃ្លានដែលដុតរំលាយក្រពះអស់92កាប់បានរលាយបាត់ទៅជំនួសដោយភាពឆ្អែតស្កប់ស្កល់ដែលមិនធ្លាប់មានព្រះរាជាបានប្រគេនចីវរដល់ព្រះសង្ឃរួចឧទ្ទិសកុសលរំពេចនោះរូបរាងកាយដែលធ្លាប់តែអាក្រាតកាយស្បែកក្រៀមក្រោះដូចឈើងាប់បានប្រែជាមានសម្លៀកបំពាក់ដ៏ទិបដ៏ទន់ល្វើយមកគ្របដណ្ដប់នៅលើខ្លួននៅពេលដែលទ្រង់ឧទ្ទិសផលនៃការកសាងវត្តអារាមពពួកប្រែតដែលធ្លាប់តែអន្តោប្រផាត់ប្រភិញតាមព្រៃភ្នំក៏ទទួលបាននៅវិមានទិព្វនិងពន្លឺពណ៌មាសជះចេញពីរាងកាយនៅពេលដែលផលបុណ្យបានជ្រាបចូលពេញរូបរាងកាយពពួកប្រែតរូបរាងកាយដែលខ្ពស់ញើមស្កើមស្គាំងនិងគួរឲ្យខ្លាចបានរលាយសាបសូន្យទៅជំនួសមកវិញនៅរូបរាងកាយដ៏ស្អាតមានសាច់មានឈាមស្រស់ថ្លាភ្នែកភ្លឺដូចត្បូងមានក្លិនក្រអូបភាយចេញពីរូបរាងពួកគេបាននាំគ្នាក្រាបបង្គំព្រះសម្មាសម្ពុទ្ធនិងព្រះបាទពំពិសាលដោយសេចក្តីដឹងគុណបំផុតសំឡេងយំស្រែកដ៏រន្ធត់កាលពីយប់មិញបានប្រែមកជាសំឡេងសូត្រធម៌អនុមោទនាដ៏ពិរោះរណ្ដំលាន់ឮពាស
ពេញអាកាសវេហាមុននឹងពួកគេហោះហើរទៅកាន់សុគតិភពរឿងរ៉ាវប្រវត្តិសាស្ត្រក្នុងគម្ពីរព្រះពុទ្ធសាសនានេះបានចាក់ឫសយ៉ាងខ្លាំងក្នុងដួងព្រលឹងបុព្វបុរសរបស់ខ្មែរយើង